đại cho mà sầm át về tích chương nè để chào làm nâng mò mà sao phê chứ mình tích luôn tích tới pin nâng mà đòi ót chui khai xa thì ពលរដ្ឋរស់នៅតាមដងប្រឡាយស្ទឹងមានជ័យរអ៊ូរទំពីបញ្ហាសម្រាមកកស្ទះនិងក្លិនស្អុយឆ្អាបឆ្អេះកំពុងប៉ះពាល់ដល់បរិស្ថាននិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេរស់នៅភូមិភ្នៀតសង្កាត់ស្ទឹងមានជ័យ2លោកមុំសុធារាអាយុ41ឆ្នាំសង្កេតឃើញថាសម្រាមកកស្ទះនៅប្រឡាយស្ទឹងមានជ័យមួយចំនួនធំមានប្រភពហូរមកពីបឹងសាឡាងនិងមួយផ្នែកទៀតពលរដ្ឋរស់នៅផ្ទះជួលក្បែរនោះគប់ចូលក្នុងប្រឡាយ พวกคือវាហូរមកពីលើមកមួយចំនួនធំវាហើយមួយចំនួនតូចទៀតគឺនៅផ្ទះទល់មុខហ្នឹងខ្ញុំសាឃើញអ្នកដែលជួលបន្ទប់ហ្នឹងខាងលើហ្នឹងគឺគាត់គប់មកតែហ្មងភូងក្នុងកណ្ដាលទឹកហ្នឹងអញ្ចឹងសាឃើញញាក់គឺគាត់មើលតែយើងស្ងាត់គាត់អត់យកចោះមកតែគាត់គប់ពីលើមកតែហ្មងអញ្ចឹងវាធ្វើឲ្យកកស្ទះពេញមុខហ្នឹងក្រក់មើលស្អុយធំក្លិនកាន់តែខ្លាំងវាប៉ះពាល់ច្រើនហើយវាទៅជាមូសច្រើនទៀតឥឡូវហ្នឹង ពេលគេធ្វើដំណើរឆ្លងកាត់ប្រឡាយស្ទឹងមានជ័យគេសង្កេតឃើញសម្រាមជាច្រើនប្រភេទរួមមានថង់ប្លាស្ទិកកំប៉ុងជ័រប្រអប់ដាក់បាយប្រភេទស្នោនិងកាកសំណល់ស្អុយរលួយជាដើមអណ្ដែតតាមប្រឡាយលាយឡំជាមួយនឹងក្លិនឆ្អាបឆ្អេះឈួលច្រមុះងាកទៅអ្នកស្រីថងស្រូជាពលរដ្ឋរស់នៅតាមដងប្រឡាយដែរនោះបានប្រាប់ថាសម្រាមមានប្រភពហូរមកពីខ្សែទឹកខាងលើ អាហ្នឹងមកពីលើវិញខាងលើវិញអូនមកខាងលើដល់គេចេះបោះចូលក្នុងបន្លាយដល់ចឹងវាស្ទះអាកន្លែងលូគេនោះអាមុខលូហ្នឹងដល់គេបើកឲ្យស្ទះនឹងមកបានវាហូរមកដល់យើងណាដល់ចឹងគេបិទអាចស្ទះទឹកហ្នឹងដល់ចាល់មកដល់ភ្លៀងធំមកចឹងគេបើកឲ្យហូរមក សម្រាប់ស្ត្រីអ្នកស្រីថងស្រូវ័យ60ឆ្នាំរូបនេះបានរៀបរាប់ឲ្យដឹងថាពលរដ្ឋរស់នៅជាអចិន្ត្រៃយ៍តាមដងប្រឡាយតែងតែរៀបចំទុកដាក់សម្រាមរងចាំឡានដឹកសម្រាមចូលមកប្រមូល គេចកដាក់ថង់របស់គេអត់មានបាត់ប៉ាយគេទេឡានគេមិនយករាល់ថ្ងៃឡានជំនះមកយករាល់ថ្ងៃហ្នឹង ប្រធានបេសកកម្មអង្គការសម្អាតទន្លេលោកហុងគីបូរ៉ាបានលើកឡើងថាសម្រាមឬកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃគឺជាប្រភពមេរោគបង្កទុក្ខទោសដល់សុខភាពមនុស្សសត្វនិងបរិស្ថាន ពាក់ព័ន្ធជាមួយនឹងបើសិនជាសម្រាមច្រើននៅរដូវប្រាំងនេះជាមិនសូវអីប៉ុន្តែនៅដល់រដូវវស្សាវាធ្វើឲ្យកកស្ទះលូវាធ្វើឲ្យទឹកជំនន់ទឹកលិចតាមផ្លូវអញ្ចឹងទៅកាលណាទឹកលិចវាបង្អាក់ប្រជាពលរដ្ឋយើងទាំងអស់គ្នាចេញទៅធ្វើការរស់ស៊ីក្មេងៗទៅសាលាផ្សេងៗដែលវាមានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ដោយឡែកលោកមុំសុធារាជាជាងកាត់សក់នៅជ្រុងម្ខាងប្រឡាយស្ទឹងមានជ័យបានលើកឡើងដែរថាបញ្ហាសម្រាមនិងក្លិនស្អុយភាយចេញពីប្រឡាយជាផ្នែកមួយប៉ះពាល់ដល់អាជីវកម្មប្រចាំថ្ងៃរបស់លោក ប៉ះពាល់ទាំងសេដ្ឋកិច្ចយើងអ្នកនៅចិត្តនឹងទៀតមិនមែនតែមកតែសុខភាពទេតាមសេដ្ឋកិច្ចយើងវារត់ឡើងព្រោះផ្លូវនេះលុះតែស្ទះផ្លូវលើអីបើរបៀបថាគេឆ្លងកាត់គេមិនអាចរបៀបថាកបបអាជីវកម្មនេះនឹងឲ្យជាក់លាក់បានជាពិសេសបើរឿងម្ហូបអាហារវិញលក់ម្ដុំនេះក៏លេងហូបបណ្ដោយវាក្លិន គេសង្កេតឃើញថាក្រៅពីកត្តាអនុវត្តច្បាប់ដែលនៅមានភាពធូររលុងនិងយន្តការគ្រប់គ្រងសម្រាមនៅមានភាពខ្វះខាតចន្លោះហើយនោះការមិនផ្លាស់ប្ដូរទម្លាប់ចាស់របស់ពលរដ្ឋកម្ពុជាកង្វះការយល់ដឹងនិងកង្វះការផ្សព្វផ្សាយក៏ជាបញ្ហាចម្បងដែលបង្កឲ្យមានបញ្ហាសម្រាមនៅកម្ពុជាដែរលោកគីបូរ៉ាយល់ថាពលរដ្ឋគួរបដូរអេរយាប័តទុកដាក់សម្រាមឲ្យបានត្រឹមត្រូវមួយវិញទៀតលោកបូរ៉ាចង់ឃើញអាជ្ញាធរមូលដ្ឋានចូលរួមអប់រំនិងចាត់វិធានការច្បាប់ចំពោះជនមួយចំនួនតូចនៅបន្តបោះសម្រាមចូលក្នុងប្រឡាយស្ទឹងមានជ័យ ហើយសូមឲ្យអាជ្ញាធរក្រសួងពាក់ព័ន្ធទាំងអស់គាត់អនុវត្តច្បាប់ហើយបើសិនជាទីតាំងកន្លែងណាដែលគាត់មិនមានហេដ្ឋារចនាសម្ព័ន្ធទេសូមឲ្យគាត់ផ្ដល់ជាហេដ្ឋារចនាសម្ព័ន្ធមានធុងសម្រាមប្រព័ន្ធសេវាប្រមូលសម្រាមផ្សេងៗហើយបើសិនជាមានហេដ្ឋារចនាសម្ព័ន្ធហើយប្រជាពលរដ្ឋរបស់យើងនៅតែបន្តបោះចោលទៀតសូមឲ្យក្រសួងពាក់ព័ន្ធជាពិសេសអាជ្ញាធរធ្វើការអនុវត្តច្បាប់ផាកពិន័យអញ្ចឹងណាបង ពាក់ព័
ព័ន្ធនឹងបញ្ហាចោលសម្រាមនៅប្រឡាយស្ទឹងមានជ័យលោកទូចសំអល់ចៅសង្កាត់ស្ទឹងមានជ័យ2បានបញ្ជាក់ដោយខ្លីថាក្លិនស្អុយនៅប្រឡាយស្ទឹងមានជ័យកើតឡើងតាំងពីយូរឆ្នាំមកហើយលោកប្រមានថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកចោលសម្រាមនៅទីនេះ lại nó vừa biết là không cần trang phi bị đá mò đấy này ram có xe nó về ra xa tha khang lơ nó về bằng hô mó khang xa làm quá khang băng xà lang rồi đó ngắm xe đây cũng mồi để xa khang băng xà lang nó kia đây cái ba cả đây sợi tiền nó mó về hô mó ở chân tiếp vào hô từ ở hô tới về ai bên cọ xe khang tại tính tới việc ba này về hô rồi hay là cả có xe nó một chia tới nó chiều trong màu ấy càng mấy cái chặt cháy rồi cũng lăng ấy rồi tụi em mới trao đây